សូមជូនរឿងអ្នកការពារចុងក្រោយទីក្រុងនេះត្រូវឆាបឆេះទាំងស្រុងធ្លាប់ជាកន្លែងរស់រវើកបំផុតប៉ុន្តែឥឡូវបាត់បង់ជីវិតនិងសុភមង្គលទាំងអស់ក្នុងភាពងងឹត Alpha 01បានភ្ញាក់ឡើងម្ដងទៀតដើម្បីការពារនិងសង្គ្រោះមនុស្សចុងក្រោយ Nexabot បានមកជាមួយផែនទីសម្ងាត់ដែលបង្ហាញទីតាំងសត្រូវគ្រប់គ្រងទីក្រុង Drone របស់សត្រូវបានហោះហើរបញ្ចេញពន្លឺភ្លើងដើម្បីបំផ្លាញអ្វីៗនៅខាងក្រោម Alpha 01គេបានចាប់ផ្ដើមវាយប្រហារប្រឆាំង Drone ទាំងអស់យ៉ាងរហ័សប៉ុន្តែសត្រូវធំបំផុតឈ្មោះ Zeta Dreadbot ក៏បានលេចរូបរាងឡើងការប៉ះទង្គិចវាយប្រហារគ្នាគឺជាជម្រើសចុងក្រោយសម្រាប់ការការពារមនុស្ស Nexabot បានផ្ដល់កម្លាំងជំនួយដល់ Alpha 01ទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងក្រោយសង្គ្រាមដ៏ធំ Zeta Dreadbot ត្រូវបានបែកខ្ទេចហើយសន្តិភាពបានត្រឡប់មកវិញមនុស្សបានចេញមកម្ដងទៀតព្រោះអ្នកការពារចុងក្រោយបានឈ្នះនិងមានសេចក្តីសង្ឃឹមថ្មីមនុស្សចាប់ផ្ដើមស្ដារឡើងវិញហើយ Alpha 01ក៏ជួយពួកគេចេញពីសំណល់ Nexabot បន្តស្កេនមើលមេឃដើម្បីប្រកាសថាគ្មានសត្រូវនៅសល់ទៀតទេ Alpha 01ចាំជួបមនុស្សនិងមិត្តរួមប្រយុទ្ធដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនេះមានសញ្ញាណប្រាប់ដំណឹងសម្ងាត់មួយបានលេចឡើងដែលមិនធ្លាប់បានឃើញពីមុនឆ្ងាយពីទីក្រុងរូបរាងមេតបថ្មីមួយកំពុងលេចឡើងបោកផ្លូវទៅកាន់ការប្រយុទ្ធថ្មី